កុំតាមអីខ្ញុំខ្លាចហើយខ្ញុំរៀងហើយខ្ញុំមិនធ្វើបាបសត្វទៀតទេអត់ទេឯងសាងបាបច្រើនណាស់ពេលនេះយើងនឹងជន់ឯងឲ្យចេញនោមទៅបានអាមនុស្សអាក្រក់កុំអីរឿងចៅសំនិងក្រុមសត្វព្រៃកាលពីព្រេងនេះមានបរិសម្នាក់មានចិត្តល្អចំពោះសពសត្វណាស់តាំងពីតូចមកមិនថាឪពុកគេចង់ចាប់សត្វបានក៏ដោយក៏គាត់លួចដោះលែងវិញដែរនៅផ្ទះពូសែមម៉ែវាខ្ញុំចាប់បានសាយមួយក្បាលឥឡូវខ្ញុំលាក់វានៅរោងខាងក្រោយឯណោះកុំឲ្យកូនសំវាដឹងឲ្យសោះណាចាពុកវាខ្ញុំដឹងហើយបើអញ្ចឹងទៅសម្រាប់សិនចុះល្ងាចបន្តិចចាំខ្ញុំចំអិនឲ្យពុកវាហូបបាទម៉ែវាថាទៅណាកូនយើងនេះបើឃើញសត្វរស់វាមុខជាហាមឃាត់មិនឲ្យធ្វើទៀតហើយគឺមែនហើយចៅសំនឹងមិនដាច់ចិត្តធ្វើបាបសត្វទាំងឡាយទេតាំងពីកើតមកចៅសំតែងតែចាត់ទុកថាគ្រប់សត្វសុទ្ធតែមានអារម្មណ៍ចិត្តវិញ្ញាណដូចជាមនុស្សដែរនៅរោងខាងក្រោយមិនក៏មានទន្សាយនៅទីនេះហើយក៏មានចំណងទៀតមិនបានទេឯងមុខជាភ័យណាស់ហើយចៅសំនិយាយហើយគាត់ក៏ស្រែកចំណងរួចក៏បាននិយាយថាទៅចុះទន្សាយតូចសំណាងល្អណាស់ទន្សាយមិនទៅណាទេផ្ទុយទៅវិញវាក៏ប្រែរូបរាងដើមជាទេពធីតាដែលមានពន្លឺភ្លឺ7ពណ៌ទៀតផងតើមានរឿងអីទន្សាយមិនមែនជាទន្សាយតែជាទេពធីតាទៅវិញមែនទេពិតមែនហើយយើងមិនមែនជាទន្សាយទេយើងប្រែរូបជាទន្សាយគ្រាន់តែចង់សាក់ចិត្តលោកតែប៉ុណ្ណោះឥឡូវបានសាឡបងជាប់ហើយយើងជូនរង្វាន់មួយយ៉ាងដល់លោកទៅចុះតើជាអ្វីទៅក្រាបទូលយើងនឹងឲ្យលោកអាចនិយាយជាមួយនឹងសត្វបានហើយលោកក៏មានថ្នាំពិសេសដែលជួយសត្វឲ្យជាពីរបួសភ្លាមផងដែរប្រសើរណាស់ទូបង្គំពិតជារីករាយមែនក្រាបទូលពិតជាមិនចង់បានអ្វីទេមែនទេតើលោកមិនចង់បានមាសប្រាក់ទេមែនទេគ្រួសារលោកក៏មិនធូរធានណាស់ណាដែរទូបង្គំពិតជាក្រមែនតែមាសប្រាក់ដែលបានមកស្រួលពេកគឺជារឿងដែលមិនសមការឡើយម្យ៉ាងការដែលអាចជួយសត្វបានគឺជារឿងដែលល្អបំផុតលោកពិតជាអាណិតសពសត្វមែនសំណាងល្អណាស់យើងលាហើយសូមថ្វាយបង្គំលាក្រាបទូលចាប់ពីពេលនោះមកចៅសំក៏ចេះនិយាយជាមួយសត្វហើយក៏អាចជួយព្យាបាលក្រុមសត្វផងដែរនៅជិតមាត់ព្រៃមួយបងចចកតើបងកើតអីនឹងតើបងមានរបួសមែនទេមែនហើយសូមជួយខ្ញុំផងខ្ញុំឈឺខ្លាំងណាស់បានខ្ញុំជួយបងសិនចៅសំជួយបានបន្តិចចចកក៏បានជាសះស្បើយហើយចចកក៏បានពោលទាំងរីករាយថាសូមអរគុណណាស់ចៅសំលោកពិតជាមានទឹកចិត្តល្អមែនទែនហើយក៏ប្រកែកព្យាបាលជំងឺទៀតបងចចកបងសរសើរខ្ញុំពេកហើយអញ្ចឹងខ្ញុំលាសិនហើយណាចៅសំបានបន្តដំណើរចូលទៅក្នុងព្រៃបន្តិចទៀតហើយគាត់ក៏បានឃើញថាដំរីកំពុងតែជាប់អន្ទាក់ជើងរបស់វាជួយខ្ញុំផងចៅក្រមមុននេះខ្ញុំរវល់តែច្រៀងលេងមិនប្រយ័ត្នស្រាប់តែជាប់អន្ទាក់ព្រានតែម្ដងទៅឥឡូវខ្ញុំឈឺណាស់មិនអីទេចាំខ្ញុំព្យាបាលសិនណាសូមទ្រាំបន្តិចទៅចៅសំគ្រាន់តែដោះអង្គប់និងស្ទាបរបួសព្រមទាំងបិទថ្នាំបន្តិចបន្តួចប៉ុណ្ណោះដំរីក៏ជាដូចដើមពិតមែនអូពិតជាល្អណាស់ខ្ញុំមិនឈឺទៀតទេខ្ញុំជាហើយខ្ញុំអរគុណហើយចៅក្រមលោកពិតជាប្រកែមែនបាទឥឡូវបងដំរីធំទៅចុះសំណាងល្អណាស់បងដំរីចាមួយសន្ទុះទៀតចៅសំក៏បានឃើញថាតោមួយក្បាលកំពុងតែដេកដកដង្ហើមតិចហាក់ដូចជាកំពុងតែជិតផុតដង្ហើមទៅហើយបងតោថ្ងៃនេះតើបងកើតអីមើលចុះសភាពបងមិនក៏មិនអាចក្រោកបានអញ្ចឹងអូយគឺខ្ញុំបានឆៃផ្សិតមួយយ៉ាងឥឡូវខ្ញុំមុខជាពុលហើយអូយឈឺខ្ញុំឈឺណាស់ចុកណាស់ឥឡូវខ្ញុំគ្មានកម្លាំងទេ
ខ្ញុំប្រហែលជាមិនអាចរស់ទេមើលទៅបងតោកុំទាន់ភ័យអីខ្ញុំនឹងសាកល្បងជួយបងសិនតើខ្ញុំអាចជាវិញទេខ្ញុំថាគ្មានសង្ឃឹមទេចៅសំចាំខ្ញុំសាកមើលសិនចៅសំបានធ្វើដូចមុនដែរហើយទីបំផុតតោក៏បានជានឹងមានកម្លាំងខ្លាំងជាថ្មីវិញពិតមែនប្រសើរណាស់ខ្ញុំមានកម្លាំងខ្លាំងមែនទែនអរគុណហើយចៅសំបាទសូមសំណាងល្អណាស់បងតោថ្ងៃមួយចៅសំបានទៅលេងទឹកហើយគាត់ចៃដន្យក៏បានឮរឿងមួយពីមាត់របស់លោកសេដ្ឋីនិងនាយព្រែកថានៅជិតមាត់ទឹកព្រែកឯងឆាប់ប្រកាសដំណឹងភ្លាមបើនរណាចាប់បានសត្វល្អត្រូវយកមកលក់ឲ្យយើងបើបានទាំងរស់កាន់តែល្អតែលោកសេដ្ឋីពេលនេះសត្វដែលទិញគឺច្រើនពេកណាស់ទៅហើយប្រាក់ចំណេញក៏បានច្រើនដែរហើយលោកទិញច្រើនបែបនេះមិនខ្លាចបងដើមទេឯទៀនឯងពិតជាល្ងងមែនទឹកដីតំបន់យើងល្អណាស់បើយើងអាចទិញបានកាន់តែច្រើនគឺវាកាន់តែល្អមានន័យថាម៉េចទៅលោកសេដ្ឋីគឺយើងអាចនាំចេញទៅលក់នៅក្រៅស្រុកនិងអាចលក់សាច់ហើយក៏ធ្វើជាសួនសត្វផងក៏បានអូមែនហើយលោកសេដ្ឋីរឿងនេះពិតជាល្អណាស់ប្រសើរណាស់បើបែបនេះខ្ញុំមុខជាមានបានមិនខានទេលោកសេដ្ឋីបើដឹងហើយមិនក៏មិនទៅប្របាទទៀនចៅសំឮហើយក៏បាននិយាយម្នាក់ឯងថាលោកសេដ្ឋីមានបានយ៉ាងនេះទៅហើយមិនក៏គាត់មានគំនិតធ្វើបាបសត្វព្រៃយ៉ាងនេះទៀតចំជាមិនល្អសោះនិយាយហើយចៅសំក៏រត់ចូលព្រៃរួចក៏បាននាំដំណឹងនេះទៅប្រាប់សត្វស្វាមួយក្បាលដែលគាត់បានជួបដំបូងគេប្រសើរណាស់អ្នកបងស្វាដែលបានជួបបងនៅទីនេះតើលោកមានការអ្វីដែរមើលទៅដូចជាមានទឹកមុខមិនល្អសោះមែនហើយខ្ញុំមកទីនេះគឺចង់ប្រាប់ថាសូមពួកបងនាំគ្នារត់ចូលព្រៃជ្រៅឲ្យអស់ទៅព្រោះពេលនេះមនុស្សនៅក្នុងភូមិនឹងនាំគ្នាមកចាប់សត្វព្រៃមិនខានព្រៃជាជំរករបស់ពួកយើងហេតុអីក៏ពួកសត្វព្រៃត្រូវរត់គេចនោះតែមនុស្សមានបញ្ញាជាងពពួកសត្វព្រៃពួកគេអាចធ្វើបាបសត្វព្រៃបានណាជឿខ្ញុំចុះខ្ញុំមិនជឿទេលោកក៏ជាមនុស្សដែរមិនក៏លោកមិនមានល្បិចផងនោះមនុស្សមិនដូចគ្នាទេសូមជឿខ្ញុំទៅហើយជួយប្រាប់ដំណឹងនេះទៅសត្វព្រៃដទៃផងសូមឲ្យធ្វើតាមខ្ញុំប្រាប់ទៅចៅសំធូរចិត្តបន្តិចរួចក៏វិលទៅផ្ទះចំណែកស្វាមិនជឿលើចៅសំសោះដូច្នេះស្វាក៏លោតមកមាត់ច្រកធម្មតាដូចសពដងអូល្អណាស់មានស្វាមួយក្បាលដែរដូច្នេះយើងក៏មានប្រាក់ចាយហើយតើលោកចង់ធ្វើអីកុំភ័យអីស្វាតូចខ្ញុំនឹងចាំឯងឲ្យបានល្អស្លូតកុំខំដៃខ្ញុំអីណាបើចង់បានសុខមែនទេតើលោកនឹងយកខ្ញុំទៅរកទីដែលល្អជាងព្រៃនេះមែនទេព្រមខ្ញុំពិតជាព្រមនាយព្រែកបានចាប់ស្វាឡើងជាប់ហើយក៏យកទៅផ្ទះលោកសេដ្ឋីនិងបានដាក់ទ្រុងផងដែរនៅក្រោយផ្ទះសេដ្ឋីនៅទីនេះសិនចុះណាមិនយូរទេនឹងមានអ្នកស្រុកគេមកលេងនឹងឲ្យចំណីឯងផងដែរនាយព្រែកក៏មិនបានផ្ដល់ចំណីឲ្យស្វាទេព្រោះគាត់គិតថាអ្នកទស្សនានឹងឲ្យចំណីស្វានៅពេលដែលពួកគេមកលេងមិនឲ្យចំណីឯងឆីយើងក៏បានសល់មកកាក់ពីរកាក់ដែរណាស្វាកំហូចថាម៉េចលោកមិនឲ្យខ្ញុំឆៃអាហារល្អទេមែនទេលោកខ្ញុំមិនចង់ជាប់នៅក្នុងនេះទេសូមដោះលែងខ្ញុំទៅវេលាកន្លងទៅជាច្រើនថ្ងៃជាអកុសលស្វាមិនដែលបានចំណីល្អឆៃទេហើយក៏គ្មានសេរីភាពលូតចុះលូតឡើងដូចមុនឡើយលោកអើយលោកបើខ្ញុំជឿតាមចៅក្រមប្រហែលជាល្អណាស់ចៅសំក៏បានឃើញពីចម្ងាយដែរតែគាត់មិនហ៊ានចូលទៅជួយទេព្រោះផ្ទះលោកសេដ្ឋីមានមនុស្សយាមច្រើនពេកខ្ញុំជឿថាលោកសេដ្ឋីគ្រាន់តែចាប់ស្វាដាក់ទ្រុងដើម្បីបង្កើតសួនប៉ុណ្ណោះសង្ឃឹមថាស្វានឹងមានសំណាងល្អនិងមិនត្រូវលោកសេដ្ឋីយកទៅជួញដូរផងចុះចាំសិនណាថ្ងៃណាមួយខ្ញុំនឹងជួយឯងនិយាយហើយចៅសំក៏ប្រញាប់ទៅរកសត្វព្រៃដទៃទៀតបងដំរីធំបងចចកបងតើបានឮខ្ញុំហៅទេសូមចេញមក
មេត្តាចេញមក ខ្ញុំនៅទីនេះហើយ ខ្ញុំក៏មកដែរតើមានរឿងអីទៅហ៎ចៅសំ គឺអ្នកភូមិនឹងតាមចាប់ពួកបងដាក់ទ្រង់ចង់បង្កើតជាសួនសត្វហើយណាដល់ពេលនោះពួកបងនឹងមិនមានសេរីភាពទៀតទេ បើអញ្ចឹងជាការល្អណាស់ពួកយើងនឹងមានចំណីឆ្ងាញ់ពីពួកឆ្មាំហើយពួកយើងក៏មានមនុស្សកកមកទស្សនាផងទៀតមែនហើយនេះជាការល្អណាស់ខ្ញុំគិតថាខ្ញុំសុខចិត្តទៅជាមួយពួកគេចុះ ខ្ញុំវិញអាចច្រៀងអាចរាំមនុស្សនឹងឲ្យចំណីខ្ញុំឆ្ងាញ់ប្រកបណាស់ចាំតែមើលចុះ មានន័យថាពួកបងនឹងទៅប្រគល់ខ្លួនមែនទេ គឺវាមានហើយចៅសំពួកលោកចង់ស្គាល់រសជាតិថ្មីនោះអី ពួកបងគិតខុសហើយគ្រប់យ៉ាងមិនអាចថិតថេរទេមនុស្សអាចនឹងប្រែប្រួលហើយធ្វើបាបពួកបងណា ខ្ញុំអរគុណហើយដែលលោកតែងតែព្យាបាលពួកយើងតែម្ដងនេះពួកយើងសម្រេចចិត្តហើយថាពួកយើងគួរតែដើរទៅលើផ្លូវដែលយើងចង់បានវិញមែនហើយពួកយើងមានជីវិតតែមួយទេពួកយើងគួរតែជ្រើសរើសអ្វីដែលពួកយើងចង់ធ្វើទើបរីករាយ អើយនិយាយដល់ណាទៀតឆាប់ទៅពួកយើងនាំគ្នាដើរទៅរកសួនសត្វនោះទៅ មិនបានទេឈប់សិនមិនថាចៅសំប្រឹងខាត់យ៉ាងណាទេតែគ្រប់គ្នាគ្មានប្រយោជន៍ឡើយមើលចុះសត្វទាំងអស់មិនបកក្រោយនោះទេតែខ្ញុំគួរធ្វើយ៉ាងម៉េចទៅព្រះអើយព្រៃព្រឹក្សាធំខ្លាំងណាស់តើទីដ៏មានសេរីនេះមិនមែនជាទីដ៏មានសេរីភាពទៀតទេមែនទេលោកសេដ្ឋីវិញពិតជារីករាយណាស់ព្រោះគាត់មានសួនសត្វដ៏ធំចំណែកឯសត្វក៏មកដោយឯងបណ្ដាក់គ្នាដូចខ្យងមិនបាច់ទិញទៀត លោកសេដ្ឋីខែនេះចំណូលទឹកប្រាក់ដែលបានពីអ្នកទស្សនាគឺមានចំនួនច្រើនណាស់ប្រសើរណាស់បើអញ្ចឹងឯងចាត់ចែងចុះគ្រប់យ៉ាងយើងទុកចិត្តលើឯងហើយបាទលោកសេដ្ឋីខ្ញុំមិនធ្វើឲ្យលោកខកបំណងទេ ពីមួយថ្ងៃទៅមួយថ្ងៃនាយព្រែកតែងតែគ្រប់គ្រងចាត់ចែងជំនួសលោកសេដ្ឋីទាំងអស់ក៏ប៉ុន្តែគាត់ជាមនុស្សមានល្បិចគាត់មិនដែលឲ្យចំណីសត្វឆីគ្រប់សោះឡើយ 1 កាក់ 2 កាក់ 3 កាក់ អូនោះជាប្រាក់ទិញអាហារឲ្យខ្ញុំមែនទេឆាប់ឡើងទិញមកខ្ញុំឃ្លានណាស់ ហាបានរួចថ្លៃទឹកត្នោតផ្អែមល្មមមិនបាច់ទិញអាហារឲ្យចចកស្អីទេព្រោះអ្នកមកទស្សនាច្បាស់ជាទិញឲ្យពួកវាឆីមិនខានទេអត់ទេអ្នកទស្សនាគេមិនដែលឲ្យឆីទេព្រោះគេខ្លាចផ្ដល់អាហារទៅខុសបទបញ្ជាក្នុងសួនសូមមេត្តាទិញអាហារឲ្យខ្ញុំផងខ្ញុំឃ្លានណាស់ នាយព្រែកមិនបានចាប់អារម្មណ៍អីទេក្រៅពីតែសន្សំកັບទុកប៉ុណ្ណោះហើយនេះក៏មិនមែនជាលើកទី1ដែរ ច្រើនថ្ងៃហើយខ្ញុំពិតជាឃ្លានណាស់ឆ្មាំសួននោះមិនគួរណាបង្អត់អាហារពួកយើងចឹងសោះដំបូងខ្ញុំស្មានថាទីនេះមានទីធំទូលាយមានអាហារគ្រប់គ្រាន់មិននឹកស្មានថាជាប់ទ្រុងនឹងអត់មានអាហារចឹងសោះមើលចុះខ្ញុំគ្មានកម្លាំងទេ លោកបងអ្នកបងខ្ញុំពិតជាស្ដាយក្រោយណាស់ខ្ញុំមិនគួរណាឲ្យគេចាប់មកដាក់ក្នុងទ្រុងនៅទីនេះសោះព្រះអើយខ្ញុំឃ្លានណាស់ខ្ញុំមិនគួរណាមិនជឿសម្ដីចៅសំទេគេតែងតែមានបំណងល្អតែខ្ញុំបែរជាភ្លើតភ្លើនទៅវិញទីនេះគ្មានសត្វណារស់នៅបានស្រួលទេមួយថ្ងៃគេប្រើឲ្យសម្ដែងហើយអាហារក៏មិនគ្រប់ទៀតដំបូងខ្ញុំស្មានថាខ្ញុំមានឱកាសច្រៀងនឹងរាំតែមិនមែនទេនាយឆ្មាំនោះបែរជាវាយធ្វើបាបខ្ញុំផងចាក់ដែកក្តៅផងឈឺណាស់ឈឺពេកហើយ ក្រុមសត្វរស់នៅមិនបានសុខស្រួលដូចការគិតទេចំណែកចៅសំក៏រស់នៅមិនមានក្តីសុខដែរការដែលឃើញបែបនេះនោះដូច្នេះគាត់ក៏ធ្វើរឿងមួយឡើងមករាត្រីមួយនៅក្នុងសួនសត្វបងស្វាបងដំរីក្រោកឡើង ចៅសំពិតជាចៅសំមែន ចៅសំតើលោកមកជួយពួកយើងមែនទេឆាប់ឡើងឆាប់បំបែកទ្រុងទៅ ខ្ញុំមិនអាចបំបែកទ្រង់ទេតែខ្ញុំមានកូនសោពួកបងចាំស្ដាប់ណាបើកាលណាចេញពីទ្រង់បានហើយសូមចូលទៅព្រៃឲ្យជ្រៅកុំប្រហែសឲ្យសោះ ខ្ញុំដឹងហើយឆាប់ឡើងបើកទ្រុងទៅ ចៅសំរាត្រីនោះក៏បានជួយសង្គ្រោះសត្វទាំងអស់
បានជោគជ័យហើយក្រុមសត្វក៏រត់ចូលព្រៃយ៉ាងលឿនមិនបកក្រោយទេសំណាងល្អណាស់ក្រុមសត្វទាំងឡាយជាអកុសលនាយព្រែកក៏បានឃើញចៅសំនាយព្រែកក៏ខឹងនឹងបានស្រែកកំហុកខ្លាំងថាក្រុមសត្វអត់ទេមកវិញមកលបងឲ្យពូវាទៅចុះចៅសំហើយមិនក៏ឯងធ្វើបែបនេះចាំមើលណាថាយើងនឹងចាត់ការឯងយ៉ាងម៉េចលោកសេដ្ឋីឮសំឡេងហៅបែបនេះលោកសេដ្ឋីក៏បានដើរមកមានរឿងអីហើយមិនក៏ស្រែកឮយ៉ាងនេះហ៎លោកសេដ្ឋីមើលចុះសួនគ្មានសត្វសូម្បីតែមួយក្បាលទេខ្ញុំខាត់យ៉ាងណាក៏ខាត់បានដែរហ៎តើជាស្នាដៃរបស់អ្នកណាគេហ៎គឺវានេះហើយចាប់វាចងភ្លាមបានទៀនឯងជាអ្នកដោះលែងសត្វទាំងនេះឯងនិយាយមកមើលតើឯងគួរតែទទួលទោសយ៉ាងម៉េចឲ្យតែខ្ញុំការពារសត្វបានខ្ញុំមិនខ្លាចអីទាំងអស់សូមលោកដាក់ទោសខ្ញុំមកចុះមើលសម្ដីវាប្រហើនណាស់លោកសេដ្ឋីចិត្តឯងពិតជាធំណាស់មិនក៏ហ៊ានបំផ្លាញការរកស៊ីរបស់យើងឯងនិយាយមកមើលចៅសំខ្ញុំបានឃើញថាសត្វទាំងអស់នោះស្គមហើយរស់នៅទាំងស្រក់ទឹកភ្នែកពួកគេមើលទៅវេទនាណាស់ខ្ញុំមិនដាច់ចិត្តឈរមើលទេមិនក៏ឯងនិយាយបែបនេះព្រែកគេមើលថែបានល្អណាស់ឯងកុំចេះតែនិយាយឮបែបនេះហើយនាយព្រែករអៀសចិត្តហើយក៏ប្រញាប់និយាយថាមែនហើយខ្ញុំយកចិត្តទុកដាក់នឹងសត្វទាំងឡាយណាស់លោកសេដ្ឋីចាប់វាបោះចូលទន្លេទៅទៀនពូសែមមីងរៀមក៏បានរត់មកទាំងភ័យកូនប្រុសពិតជានៅទីនេះមែនម៉ែថាហើយកុំរវល់រឿងសត្វអីឥឡូវឃើញទេនាំទុកដាក់ខ្លួនហើយហើយកូននេះមិនស្ដាប់ឪពុកសោះលោកសេដ្ឋីយល់ដល់ចៅសំវានៅក្មេងសូមមេត្តាកុំប្រកាន់នឹងវាអីទៀនកុំប្រកាន់មែនទីសត្វព្រៃដែលខ្ញុំបានចំណាយប្រាក់រួចអស់ហើយមិនឲ្យខ្ញុំខឹងយ៉ាងម៉េចទៅលោកសេដ្ឋីគ្រួសារក្រនេះបើសងប្រាក់ក៏សងមិនអស់ដែរតែគិតធ្វើបែបណាទៅខ្ញុំថាគ្មានជំរឿសអ្វីក្រៅពីបោះចូលទន្លេទេពូលោកមិនបានចំណាយប្រាក់ទេគឺក្រុមសត្វវាមកដោយខ្លួនឯងតែផ្ដាតើមានសត្វឯណាវាស្ម័គ្រចិត្តដើរចូលទ្រុងនោះហ៊ីឯងនេះធ្វើដូចជាអាចនិយាយជាមួយនឹងសត្វបានអញ្ចឹងលោកសេដ្ឋីកុំនិយាយជាមួយពួកវាច្រើនពេកអីយកពួកវាបោះចូលទន្លេទៅបានហើយឲ្យតែពួកគេរសាត់ទៅឆ្ងាយគ្មានអ្នកណាមករីរាំងពួកយើងរកស៊ីទៀតទេត្រូវហើយឆាប់ទៅពួកយើងត្រូវតែចាត់ការពួកគេចោលទៅបានថ្ងៃនោះសេដ្ឋីនិងនាយព្រែកពិតជាបានទម្លាក់គ្រួសារចៅសំធ្លាក់ចូលទន្លេមែនហើយទឹកក៏បានគួចនាំពួកគេទៅឆ្ងាយផងដែរលោកសេដ្ឋីលោករំសាយកំហឹងនឹងគ្រួសារចៅសំរួចហើយតើបន្តទៀតគិតធ្វើបែបណាទៅមើលទៅយើងក៏មិនចង់ធ្វើបាបសត្វអីទៀតដែរទុកឲ្យពួកវាមានសេរីភាពតាមរបៀបពួកវាចុះថាម៉េចខ្ញុំស្ដាប់មិនច្រឡំទេលោកសេដ្ឋីមិនច្រឡំទេយើងគួរតែសម្រាកហើយចុះគ្រួសារចៅសំនោះយើងបានរំសាយកំហឹងហើយយើងមិនដេញដោលទៀតទេបានហើយយើងងុយដេកណាស់យើងទៅដេកហើយក្រោយលោកសេដ្ឋីចេញផុតនាយព្រែកក៏បាននិយាយថាហើយសារក្រក់ច្រើនយ៉ាងនឹងហើយធ្វើឯងដោះដៃលាងខ្លួនឆើចំណែកយើងវិញណាមិនសុខចិត្តទេយើងនៅតែបន្តចាប់សត្វលក់ដដែលចាំមើលចុះក្រុមសត្វឯនេះវិញក៏បាននាំគ្នាជួយសង្គ្រោះគ្រួសារចៅសំរហូតមានសុវត្ថិភាពអូយតោធំណាស់ពុកវាព្រះអើយមានចចកទៀតខ្ញុំខ្លាចណាស់ម៉ែសូមម៉ែកុំខ្លាចអីពួកគេជាមិត្តរបស់កូនទេហាមិត្តមែនទេបាទគឺពិតមែនហើយពួកបងខ្ញុំអរគុណបងក្រុមសត្វហើយដែលបានជួយពួកខ្ញុំចេញពីក្នុងទឹកនេះជាការសងគុណទេកុំគួរសមអីកូនប្រុសតើកូននិយាយគ្នាជាមួយសត្វបានមែនទេមិនក៏មើលទៅដូចជាដឹងសេចក្តីគ្នាយ៉ាងនេះគឺកូនអាចនិយាយជាមួយពួកគេបានណាម៉ែមានន័យថាកូនចេះនិយាយភាសាសត្វមែនទេកូនពិតជាមានទេពកោសល្យចម្លែកណាស់ចៅសំក៏បានពោលរៀបរាប់រឿងរ៉ាវទាំងអស់ពូសែមស្ដាប់ចប់ក៏បានពោលថាសាងល្អទេវតាថែមែនទុកចិត្តចុះពួកខ្ញុំនឹងសងសឹកជូនចៅសំវិញមែនហើយតោះពួកយើងទៅបដៅពួកគេចេញទៅនិយាយយ៉ាងនេះហើយ
ក្រុមសត្វក៏បានទៅរកលោកសេដ្ឋីនិងបានធ្វើឲ្យនាយព្រែកភ័យស្លន់ស្លោជាខ្លាំង លោកសេដ្ឋីមានសត្វមកច្រើនណាស់លោកសេដ្ឋីថាម៉េចក្រែងកន្លងមកយើងប្រាប់កុំឲ្យរវល់នឹងពួកសត្វទាំងអស់នេះហើយតើអ្មេចក៏ពេលនេះក្រុមសត្វទាំងអស់នេះវានាំគ្នាមកទៀតមិនហើយម្ដងនេះក្រុមសត្វមកក្នុងសភាពកាយសាហាវទៀតផងវាដូចជាចង់មកសងសឹកអញ្ចឹងបើសងសឹកក៏សងសឹកនឹងឯងមិនមែនយើងទីយ៉ាគឺទាំងពីរអ្នកនឹងហើយតាកញ្ចាស់កុំល្ងងពេកថាម៉េចនេះជាសន្តានឯងមែនទីអាព្រែករវល់តែខឹងមើលចុះម្ដងនេះពិតជាមកសងសឹកមែនហើយមើលចុះចចកខំលោកសេដ្ឋីហើយយោជួយផងកម្មពីរបស់លោកមកដល់ហើយពួកយើងនឹងសងសឹកវិញខ្ញុំក៏សងសឹកដែរក្រុមសត្វប្រដៅលោកសេដ្ឋីរហូតធ្លាក់ខ្លួនឈឺចំណែកនាយព្រែកក៏រត់មកដល់កន្លែងមួយកុំតាមអីខ្ញុំខ្លាចហើយខ្ញុំរៀងហើយខ្ញុំមិនធ្វើបាបសត្វទៀតទេ អត់ទេឯងសាងបាបច្រើនណាស់ពេលនេះយើងនឹងជន់ឯងឲ្យចេញនោមទៅបានអាមនុស្សអាក្រក់ កុំអីក្រុមសត្វរៀបតែនឹងប្រដៅនាយព្រែកឲ្យធ្ងន់ទៅហើយតែទេពធីតាក៏បានបង្ហាញព្រះកាយចេញមកម្ដងទៀត ក្រុមសត្វផ្ដៅគេប៉ុណ្ណឹងបានហើយពេលនេះយើងនឹងធ្វើឲ្យបរោះនេះคล้ายទៅជាសំណក់កាត់អង្គែស៊ីនឹងត្រូវគេស្អប់ខ្ពើមគ្រប់ទីកន្លែងទៅចុះ កុំអីខ្ញុំមិនចង់កើតជាសំណក់ទេវាវេទនាណាស់ កាលនោះនាយព្រែកក៏คล้ายជាសំណក់អង្គែស៊ីរស់នៅអនាថានិងគ្មានអ្នកណាចូលចិត្តឡើយចំណែកចៅសំក៏បានសុខរស់នៅរីករាយតរៀងទៅ ចាបងខ្ញុំបានរៀបចំរួចហើយអីវ៉ាន់ខ្ញុំដាក់នៅលើរទេះគោអស់ហើយ តោះអញ្ចឹងចេញដំណើរទៅហ៊ុយទៅចេញដំណើរទៅអាថ្នោតហ៊ុយនៅពេលនោះពួកគេក៏សម្ដៅចេញទៅស្រែជាមួយនឹងរទេះគោព្រមទាំងមានបាយទឹកទុកសម្រាប់ហូបពេលថ្ងៃតែម្ដង អូនណាបងគិតថាទៅដល់ស្រែនឹងរកបន្លែមកស្លកកូរគ្រាន់នឹងបានយកទៅឲ្យពុកម៉ែមួយចានផងណាអូន ចាមិនអីទេបងបើសិនជាបងចង់ស្លនោះចាំរកបន្លែឲ្យខ្ញុំមកខ្ញុំនឹងស្លជូនបងពិសាចុះអេហើយនេះឯងកាន់ស្អីមកនឹង បានម៉ែនេះខ្ញុំយកសម្លបន្តិចបន្តួចមកឲ្យម៉ែពិសានឹងណា អូអញ្ចឹងទេអីបើអញ្ចឹងដាក់ត្រង់នឹងចុះ ម៉ែឆាប់ពិសាទៅតន់នៅក្តៅណាម៉ែ នេះយើងដឹងហើយថ្ងៃក្រោយបើខ្វះខាតមិនបាច់មកយកឲ្យយើងនោះទេទុកស៊ីខ្លួនឯងចុះណាយើងនេះមិនចង់បានប្រមាណនោះទេអារបស់កូនចៅអីនោះ មិនអីទេម៉ែនេះជាទឹកចិត្តរបស់ខ្ញុំទេម៉ែកុំនិយាយអញ្ចឹងអី នេះបើឯងមិនមានការអីទេឯងទៅវិញចុះ បាទម៉ែខ្ញុំលាទៅវិញសិនហើយអញ្ចឹងរឿងអំរែកជីវិតនៅក្នុងគ្រួសារធំមួយដែលមានសមាជិកប៉ុន្មាននាក់ហើយគ្រួសារនេះតែងតែរកាំរកូសមិនដែលស្រស់ស្រួលគ្នាប៉ុន្មានទេនេះខ្ញុំបានប្រាប់ម៉ែវាឯងច្រើនដងហើយណាបើសិនជាទុកដាក់កូនចៅឲ្យមើលពូជម្បូរគេឲ្យបានត្រឹមត្រូវមិនមែនចេះតែនឹកឃើញចេះតែលើកកូនឲ្យនោះទេ ហេមិនក៏ពុកវាឯងមកបន្ទោសខ្ញុំតែម្នាក់ឯងបែបនេះក្រែងកាលនោះខ្ញុំក៏បានសួរនាំពុកវាឯងហើយតើតែពេលនេះស្រាប់តែមកខុសខ្ញុំតែម្នាក់ឯងមិននឹងកើតទៅហ៎ កាលនោះខ្ញុំមើលទៅគេស្មានថាគេជាអ្នកមានទ្រព្យសម្បត្តិអីសមរម្យបានជាខ្ញុំព្រមលើកឲ្យនោះតែពេលការហើយដឹងអីគ្មានទ្រព្យអីបន្តិចសោះបើដឹងអញ្ចឹងណាខ្ញុំមិនឲ្យកូនស្រីខ្ញុំយកគេនោះទេ បានហើយមកនិយាយវែកញែកអីនៅពេលនេះក៏វាគ្មានប្រយោជន៍អីនោះដែរព្រោះពេលនេះវាហួសពេលអស់ទៅហើយ តែគិតសពទៅរាល់ថ្ងៃនេះខ្ញុំក៏ដូចជាមិនពេញចិត្តនឹងកូនប្រសាររបស់យើងនោះដែរ មិនពេញចិត្តអីទៅពុកវាឯងខ្ញុំក៏ដូចតែគ្នាដែរមិនខុសគ្នាប្រមាណនោះទេនេះខ្ញុំចេះតែនិយាយជាមួយគេដោយគិតថាគេជាប្តីកូនស្រីរបស់យើងនោះទេកុំអីមួយម៉ាត់ក៏ខ្ញុំមិនចលក់ជាមួយផង តែនិយាយអញ្ចឹងដូចជាមិនឃើញកូនស្រីរបស់យើងហើយនេះម៉ោង 7-8 ទៅហើយ
កុំប្រាប់ណាថាមិនទាន់ក្រោកទៀតនោះ ពុកវាឯងចាំតិចទៅមើលណែខ្ញុំនឹងស្រេចហៅគេកូនពេជ្រនេះល្មមដល់ម៉ោងក្រោកហើយទេដឹងហ៎ហើយនេះអ្នកណាមកស្រែកហៅអីហ្នឹងរកតដេកពួនមិនបានសោះហើយ បន្ទាប់ពីស្រីពេជ្របាននិយាយដូច្នេះហើយនាងក៏បានចុះទៅខាងក្រោមផ្ទះ ងាប់ហើយកូនស្រីម៉ោងថ្មនេះទៅហើយឯងដេកនៅមិនទាន់ក្រោកទៀតហើយនេះបើអត់ពីពុកម៉ែទៅណាឯងទៅរកស៊ីស្អីចិញ្ចឹមជីវិតរស់ទៅ ហើយពុកម៉ែនេះខ្ញុំដេកមិនទាន់ឆ្អែតផងប្រញាប់តែដាស់កូនបែបនេះ ងាប់ហើយថ្ងៃថ្មនេះហើយឯងនៅថាដេកមិនទាន់ឆ្អែតទៀតនេះឯងប្រុងដេកដល់ម៉ោង 10 មែនទេហ៎ ខ្ញុំមិនខ្វល់ទេសំខាន់ខ្ញុំដេកមិនទាន់ឆ្អែត នេះម៉ែវាឯងមើលកូនស្រីម៉ែវាឯងចុះនិយាយតមាត់មិនបាត់មួយម៉ាត់ទេ នេះមិនមែនកូនអីតែខ្ញុំនោះទេក្រែងកូនពុកវាឯងដែរតើអីយ៉ៃ ចុះខ្ញុំមានថាកូនតែខ្ញុំម្នាក់ឯណានេះមកពីម៉ែវាឯងមើលថែព្រៀនបដៅកូននឹងមិនបានល្អខ្លួនឯងទេបានជាគេនិយាយស្ដាប់គ្នាមិនបានបែបនេះ នេះពុកវាឯងចាំតែបន្ទោសខ្ញុំតែរហូតតែម្ដងហើយរឿងណាល្អគឺពុកវាឯងទទួលយកតែម្នាក់ឯងហើយចំណែកអារឿងណាដែលមិនល្អណាគឺទម្លាក់ឲ្យខ្ញុំរហូត បានហើយពុកម៉ែខ្ញុំធុញណាធុញអ្នកទាំងពីរណាឲ្យតែក្រោកមកដឹងតែរអ៊ូដាក់គ្នាតែម្ដងហើយនេះពុកម៉ែបានដាំបាយធ្វើម្ហូបហើយនៅខ្ញុំឃ្លានបាយហើយ នេះបាយទឹកយើងដាំរួចអស់ហើយបើឯងឃ្លានណាឯងទៅដួសហូបចុះ បន្ទាប់ពីនិយាយគ្នាបានប៉ុណ្ណេះអ្នកទាំង3ក៏បានបំបែកគ្នាបាត់ទៅអូនអើយគ្រួសារយើងរាល់ថ្ងៃនេះត្បិតថាมันមានប្រាក់កាសច្រើនមែនតែបងដូចជាមានក្តីសុខខ្លាំងណាស់នឹងជីវិតបែបនេះ ចាពិតមែនហើយបងមានសុភមង្គលណាស់បង ខែនេះជាខែវស្សាពួកយើងដល់រដូវធ្វើស្រូវហើយអូនបងគិតថានឹងទៅរកខ្ចីពូជស្រូវផ្ទះម្ដាយយើងបានខ្លះណាអូនតើអូនគិតយ៉ាងម៉េចដែរ ចាបងមិនអីទេចាំខ្ញុំនឹងទៅផ្ទះម្ដាយរបស់អូនជាមួយគ្នាចុះព្រោះគ្រាប់ពូជ2 3បាវប៉ុណ្ណឹងវាមិនអីនោះទេ តែបងដូចជាក្រែងចិត្តពួកគាត់និងបងប្អូនណា រឿងនេះបងក៏មានការអះអន់ចិត្តអីព្រោះខ្ញុំក៏ជាកូនស្រីរបស់ពួកគាត់ដែរគាត់មិនទៅចិត្តកំណាញ់អីនោះទេចាំទៅជួបជាមួយគាត់សិនទៅ បាទអូនអញ្ចឹងចាំមើលថ្ងៃស្អែកចុះចាំទៅផ្ទះម្ដាយអូនណាលុះស្អែកឡើងទាំងពីរនាក់ប្តីប្រពន្ធក៏បាននាំគ្នាមកផ្ទះម្ដាយក្មេកគាត់ជម្រាបសួរពុកម៉ែនេះពុកម៉ែសុខសប្បាយទេ ចុះយើងមានតកើតស្អីនេះយើងសុខសប្បាយធម្មតាតើ បាទម៉ែខ្ញុំចិត្តតែសួរទៅព្រោះអីវាជាពាក្យគួរសមនោះទេ យើងក៏ដូចគ្នាដែរចេះតែឆ្លើយទៅទេកុំថាយើងមិនគួរសមដាក់កូនប្រសាដូចឯងនោះហើយពួកឯងទាំងពីរមកផ្ទះយើងមានការអីដែរ ចាអ្នកម៉ែពួកខ្ញុំទាំងពីរមកនេះគឺចង់មកសុំខ្ចីពូជស្រូវបាន 4-5 បាវដើម្បីគ្រាន់នឹងធ្វើពូជនឹងគេណាម៉ែ ថាម៉េចនេះពួកឯងចង់មកខ្ចីពូជស្រូវរបស់យើងមែនទេបើត្រឹម 4-5 បាវយើងមិនថាអីទេតែបើពួកឯងចង់បានច្រើនជាងនេះយើងក៏គ្មានដែរ នេះបើយកពូជទៅហើយចូលពួកឯងយកទៅដាំដុះឲ្យបានកើតជាស្រូវអង្គចុះហើយក៏មិនបាច់យកមកឲ្យយើងវិញដែរកុំឲ្យថាថ្ងៃក្រោយទៅយើងមិនបានចែកអ្វីឲ្យពួកឯងនោះ បាទពុកម៉ែខ្ញុំអរគុណច្រើនណាស់ពួកខ្ញុំសន្យាថាឆ្នាំក្រោយពួកខ្ញុំនឹងធ្វើស្រែឲ្យបានច្រើនកុំឲ្យឆ្នាំក្រោយពិបាកពុកម៉ែទៀត មែនហើយបងចាំមើលឆ្នាំក្រោយបើសិនជាស្រូវបានផលច្រើនខ្ញុំនឹងយកមកចែកពុកនឹងម៉ែគ្រាន់បានទុកហូបខ្លះ នេះពួកឯងមិនបាច់ខ្វល់ខ្វាយពីយើងទេគិតតែខ្លួនឯងតែពីរនាក់ទៅបានហើយ បន្ទាប់ពីនិយាយគ្នាដូច្នេះហើយទាំងពីរនាក់ក៏បានត្រឡប់មកផ្ទះវិញតើអូនរៀបចំអីវ៉ាន់ទៅពួកយើងនឹងទៅស្រែឥឡូវនេះ ចាបងចាំខ្ញុំនឹងរៀបចំបាយម្ហូបនិងស្រូវអង្គដើម្បីយកទៅណាបង នៅពេលនោះពួកគេទាំងពីរបានរៀបចំសម្ភារៈនិងយកសម្ភារៈទាំងនោះទៅដាក់លើរទេះគោនេះរួចហើយនៅអូន ចាបងខ្ញុំបានរៀបចំរួចហើយអីវ៉ាន់ខ្ញុំដាក់នៅលើរទេះគោអស់ហើយ តោះអញ្ចឹងចេញដំណើរទៅហ៊ុយទៅចេញដំណើរទៅអាថ្នោតហ៊ុយនៅពេលនោះពួកគេក៏សម្ដៅចេញទៅស្រែ
ជាមួយនឹងរទេះគោព្រមទាំងមានបាយទឹកទុកសម្រាប់ហូបពេលថ្ងៃតែម្ដងអូនណាបងគិតថាទៅដល់ស្រែនឹងរកបន្លែមកស្លកកូរគ្រាន់នឹងបានយកទៅឲ្យពុកម៉ែមួយចានផងណាអូនចាមិនអីទេបងបើសិនជាបងចង់ស្លនោះចាំរកបន្លែឲ្យខ្ញុំមកខ្ញុំនឹងស្លជូនបងពិសាចុះទាំងពីរអ្នកប្តីប្រពន្ធក៏បាននិយាយគ្នាបណ្ដើររហូតទាល់តែទៅដល់ស្រែរបស់ពួកគេលុះមកដល់ស្រែបុរសជាប្តីក៏បានចាប់គោទឹមហើយប៉ុន្មានម៉ោងក្រោយមកពួកគេក៏បាននាំគ្នាហូបបាយមកបងអូនរៀបចំបាយរួចហើយបងចេញមកហូបជុំគ្នាតែម្ដងទៅហើយថ្ងៃនេះអូនធ្វើម្ហូបអីខ្លះនឹងចាបងថ្ងៃនេះយើងមានត្រីអាំងជ្រលក់ជាមួយនឹងបុកក្តាប់អំពិលណាបងអូហូមើលចុះម្ហូបទាំងនេះទំនងដល់ហើយអូនអញ្ចឹងពួកយើងឆាប់ហូបទៅនឹងឆាប់បានធ្វើការទៀតនៅពេលនោះទាំងពីរនាក់ប្តីប្រពន្ធបាននាំគ្នាហូបបាយយ៉ាងសប្បាយរីករាយលុះដល់ពេលល្ងាចពួកគេក៏បានត្រឡប់មកផ្ទះវិញអូនណាសម្លឆ្អិនហើយនៅនឹងចាបងចាំតិចសិនទៅសម្លចិត្តឆ្អិនឥឡូវហើយបាទមិនអីទេអូនតាមស្រួលតែអញ្ចឹងបន្តិចក្រោយមកស្រីនីតក៏បានចំអិនម្ហូបឆ្អិនរួចនាងក៏បានហៅផាន់ដែលជាប្តីមកបងនេះសម្លឆ្អិនហើយបងយកទៅឲ្យម្ដាយអូនចុះថ្វីដៃប្រពន្ធបងដឹងតែឆ្ងាញ់ហើយមើលទៅនៅពេលនោះផាន់បានយកម្ហូបអាហារទាំងនេះមកឲ្យមីងម៉ៃអេហើយនេះឯងកាន់ស្អីមកនឹងបានម៉ែនេះខ្ញុំយកសម្លបន្តិចបន្តួចមកឲ្យម៉ែពិសានឹងណាអូអញ្ចឹងទេអីបើអញ្ចឹងដាក់ត្រង់នឹងចុះម៉ែឆាប់ពិសាទៅតើនៅក្តៅណាម៉ែនេះយើងដឹងហើយថ្ងៃក្រោយបើខ្វះខាតមិនបាច់មកយកឲ្យយើងនោះទេទុកស៊ីខ្លួនឯងចុះណាយើងនេះមិនចង់បានប្រមាណនោះទេអារបស់កូនចៅអីនោះមិនអីទេម៉ែនេះជាទឹកចិត្តរបស់ខ្ញុំទេម៉ែកុំនិយាយអញ្ចឹងអីនេះបើឯងមិនមានការអីទេឯងទៅវិញចុះបាទម៉ែខ្ញុំលាទៅវិញសិនហើយអញ្ចឹងផាន់ដើរចេញទៅបាត់ពូផុនក៏មកដល់មិញនេះកូនប្រសាយើងគេយកអីមកឲ្យមែនទេអាម៉ែវាមានអ្នកណាពុកវាគឺគេយកមកហូបមកឲ្យនឹងណាអូអញ្ចឹងទេហ៎នេះប្រហែលជាគេចង់យកចិត្តយកថ្លើមយើងដើម្បីសុំស្អីទៀតហើយមើលទៅនៅផ្ទះរបស់ស្រីនីតនិងសុវណ្ណហើយនេះបងមិនគិតចង់រកស៊ីស្អីខ្លះទេអីឬមួយក៏ចង់នៅដេកក្រោកបែបហ្នឹងមែនណាហើយនេះពួកយើងទៅខំរកស៊ីស្អីពេកនោះអូនបើថាវាពិបាកពេកទៅសុំម៉ែអូនហូបតែម្ដងទៅអូតាមពិតកំណត់បងអញ្ចឹងតាបានជាមិនខិតខំរកស៊ីអីនឹងគេនោះដូចបងនិយាយអញ្ចឹងគ្រួសាររបស់អូនមានបងប្អូនតែ3នាក់ទេម្ដាយអូនក៏មិនជាអ្នកអត់ឃ្លានអីនោះដែរនេះបងខ្លាចតែបងស្រីទី1របស់អូនដណ្ដើមទ្រព្យសម្បត្តិអស់ផងក៏មិនដឹងនេះបងនិយាយបែបនេះក៏ត្រូវមួយយ៉ាងដែរខ្ញុំខ្លាចក្រែងតែពួកគេពីរនាក់នោះប្រើល្បិចកាច់កលអីដើម្បីឲ្យលោកពុកអ្នកម៉ែស្រឡាញ់តែពួកគាត់រួចក៏បានទ្រព្យសម្បត្តិអីខ្លះនឹងណាតើអូនទៅលេងផ្ទះម៉ែយើងបន្តិចមើលនៅពេលនោះពួកគេទាំងពីរក៏បានមកដល់ផ្ទះមីងម៉ៃនិងពូផុននេះពួកឯងមកផ្ទះយើងមានការអីទៀតហើយចាស់ម៉ែនេះខ្ញុំមានផ្លែឈើបន្តិចបន្តួចមកផ្ញើម៉ែនឹងពុកដែរណានេះម៉ែវាឯងឃើញទេកូននេះគេមានកំណើតណាស់មិនដូចកូនស្រីបងនោះទេគេចេះបារម្ភអំពីឪពុកម្ដាយខុសពីស្រីនេះឆ្ងាយណាស់ថ្ងៃក្រោយទៅខ្ញុំសង្ឃឹមលើគេហើយប៉ុន្មានហើយពុកប្រពន្ធខ្ញុំនាងមិនដែលភ្លេចពុកម៉ែទេឲ្យតែមានរបស់ឆ្ងាញ់តែងតែនឹកឃើញដល់លោកទាំងពីរមិនដែលភ្លេចនោះទេហើយខ្ញុំថាហើយមិនខុសនោះទេកូនយើង3នាក់គឺមានតែស្រីនេះទេដែលស្រឡាញ់ឪពុកម្ដាយជាងគេបន្ទាប់ពីនិយាយគ្នាហើយអ្នកទាំងអស់គ្នាក៏បានបំបែកគ្នាអស់ទៅថ្ងៃមួយពូផុនគាត់មិនស្រួលខ្លួនហើយគាត់ក៏បានដួលសន្លប់នៅមុខផ្ទះតែម្ដងហើយមកប្រហែលហើយនេះដូចជាដេកមិនទាន់អស់អង្គុយផងហើយនេះអ្នកណាគេមកដេកនៅមុខផ្ទះបែបហ្នឹងហ៎
មីងម៉ៃនិយាយបែបនេះហើយគាត់ក៏បានដើរទៅមើល ជួយផងអានេះពុកវាកើតអីហើយនេះអ្នកណាគេកើតអីតែបានជាស្រែកឆោឡោសម្បើម្លេះស្រីពេជ្រមកជួយលើកពុកឯងតិចមកឲ្យលឿនឡើងហើយនេះខ្ញុំលើកគាត់មិនរួចទៅម៉ែបើមានធំសឹងអីហើយនេះខ្ញុំរៀងតូចញឹកតែមួយហ្នឹងហេតុអីក៏ឯងនិយាយបែបនេះឥឡូវនេះឆាប់ទៅហៅបងឯងមកឲ្យលឿនឡើងចាស់ម៉ែចាំខ្ញុំទៅតាមពួកគាត់ បន្ទាប់ពីស្រីពេជ្រនិយាយបែបនេះហើយនាងក៏បានរត់ទៅតាមបងស្រីរបស់ពួកនាងស្រីនីហើយនាងក៏បាននិយាយថាបងស្រីវិវោហើយពុករបស់ពួកយើងគាត់ដួលស្លាប់នៅក្បែរផ្ទះឯណោះឥឡូវណាគាត់មិនទាន់មានអ្នកណាមកជួយលើកទេអូយឥឡូវនេះបងមិនទាន់ទំនេរដៃផងឯងចាំបន្តិចទៅហេតុអីទៅបងនិយាយបែបនេះទៅកើតនេះបងមិនព្រួយបារម្ភពីគាត់ឯងបន្តិចទេអីនេះមិនមែនបងមិនបារម្ភនោះទេតែឥឡូវនេះណាបងមិនទាន់ទំនេរដៃផងឯងចាំបន្តិចទៅឯងទៅមុនចុះណាចាំបន្តិចទៀតបងនិងបងស្រីឯងទៅតាមក្រោយនៅពេលដែលស្រីពេជ្រឮស្រីនីនិងប្តីនិយាយបែបនេះហើយនាងក៏បានដើរចេញទាំងមិននិយាយអ្វីមួយម៉ាត់នោះទេពេលមកដល់នាងក៏បានឃើញស្រីនីនិងប្តីរបស់គេនៅទីនោះណែបងស្រីមកតាំងពីពេលណាហ្នឹងនេះបងមកមុនអញបន្តិចហ្នឹងណាអំបាញ់មិញនេះណាបើមិនបានស្រីនិតទេហើយនឹងប្តីរបស់គេមកតាន់ពេលពុកឯងប្រហែលជាធ្ងន់ធ្ងរហើយចាមិនអីទេណាម៉ែនេះលោកពុកប្រហែលជាមិនកើតអីធ្ងន់ធ្ងរនោះទេនេះម៉ែក៏សង្ឃឹមដូចកូនគិតទៅចុះអូនទៅមើលលោកពុកចុះបងគិតថាទៅផ្ទះមកផ្លែតដើម្បីបង្ហាញកិច្ចការផ្ទះសិនចាបងទៅចុះទុកខាងនេះឲ្យអូនជាអ្នកមើលការខុសត្រូវខាងនេះចុះស្រីពេជ្រនេះឯងនៅមើលថែពុកចុះណាបងទៅដាំបបរឲ្យពុកពិសាសិនចាបងស្រីទៅដាំបបរចុះទុកឲ្យខ្ញុំជាអ្នកមើលពុកម្ដងនេះពីមុនមកខ្ញុំប្រហែលជាគិតខុសលើពួកគេទាំងពីរអ្នកហើយនេះមកពីម៉ែណាដែលស្រឡាញ់កូនមិនស្មើគ្នាបែបនេះនេះមកពីយើងគិតច្រឡំបានជាបែងចែកអារម្មណ៍មិនច្បាស់បែបនេះការពិតទៅម៉ែគួរតែស្រឡាញ់កូនឲ្យស្មើគ្នាបានជារឿងត្រឹមត្រូវបន្ទាប់ពីស្រីពេជ្រនិងម្ដាយបាននិយាយគ្នាបន្តិចពូផុនក៏បានដឹងខ្លួនវិញម៉ែវានេះខ្ញុំនៅរស់ទេមែនទេចាពុកវានេះពុកវាឯងមានជីវិតរស់ធម្មតានោះទេនេះក៏ដោយសារតែស្រីនិតនិងប្តីរបស់គេបានមកជួយទាន់ពេលបើមិនចឹងទេពុកវាឯងប្រហែលជាស្លាប់បាត់ទៅហើយចុះមិនក៏មិនឃើញស្រីនេះនិងប្តីគេអញ្ចឹងម៉ែវានេះកូនចោមមកសៀតទាំងពីរនោះមិនដឹងជាគេបាត់ក្បាលទៅណាទេខ្ញុំបានប្រើស្រីពេជ្រទៅឲ្យហៅគេដែរតែគេមិនបានមកទេម៉ែវាឯងកុំខឹងនឹងពួកគេអីនេះប្រហែលជាមកពីយើងទាំងពីរនោះទេដែលអប់រំពួកគេមិនបានល្អទើបរឿងវាអ្នកទាំងអស់គ្នាក៏បានធ្វើដំណើរទៅផ្ទះរបស់ម៉ែគ្រូនេះខ្ញុំចង់ឲ្យម៉ែគ្រូទស្សន៍ទាយមើលថានៅក្នុងភូមិរបស់យើងឥឡូវនេះវាមានសត្វចម្លែកអីបានជាវាមកសម្លាប់មន្ទីររបស់ពួកអ្នកស្រុកបែបនេះមិនអីទេអ្នកទាំងអស់គ្នាកុំបារម្ភអីចាំយើងនឹងជួយប្រមាលមើលថាក្នុងភូមិរបស់អ្នកទាំងអស់គ្នាហេតុអីមានរឿងអីឲ្យពិតប្រាកដនៅពេលនោះម៉ែគ្រូក៏បានបិទភ្នែករួចគាត់ក៏បាននិយាយថានៅក្នុងភូមិរបស់យើងឥឡូវនេះគឺមានវិញ្ញាណចូលសន្ធិដ្ឋនៅក្នុងខ្លួនមនុស្សហេតុដូច្នេះហើយបានជាពេលយប់ឡើងវិញ្ញាណអាក្រក់ទាំងនោះចេញមករាតត្បាតមនុស្សលោកថាម៉េចម៉ែគ្រូមានរឿងដូច្នេះផងមែនទេគឺពិតណាស់ពួកឯងស្ដាប់មិនច្រឡំទេអញ្ចឹងពួកយើងមានវិធីអីកម្ចាត់វិញ្ញាណអាក្រក់ទាំងនោះបានទេម៉ែគ្រូវិធីតែមួយគត់គឺចាប់មនុស្សយកទៅដុតទាំងរស់ដើម្បីឲ្យវិញ្ញាណនោះចាក់ចេញជារៀងរហូតដើម្បីឲ្យពួកអ្នកភូមិយើងបាននៅសុខយើងត្រូវតែចាប់ពួកគេឲ្យណាលោកមេភូមិម៉ែគ្រូហើយនេះពួកយើងធ្វើមិនដឹងថាវិញ្ញាណនោះវាចូលសន្ធិដ្ឋនឹងនរណាម្នាក់ទៅមានអីពិបាកទៅបើសិនជាអ្នកទាំងអស់គ្នាចង់ឃើញយើងនឹងឲ្យឃើញតែម្ដងនៅពេលនោះម៉ែគ្រូក៏បានប្រើយុទ្ធសាស្ត្រដើម្បីបំភាន់ភ្នែកអ្នកទាំងអស់គ្នាឲ្យមើលឃើញថាកេសរគឺជាមនុស្សដែលមានវិញ្ញាណចូលសន្ធិដ្ឋនេះគឺជានាងកេសរតើនេះអ្នកទាំងអស់គ្នាបានមើលឃើញហើយថាគេគឺជាកេសរគេ
ត្រូវបានវិញ្ញាណចូលសន្ធិដ្ឋដូច្នេះហើយអ្នកទាំងអស់គ្នាសម្រេចចិត្តចុះថាចង់ទុកគេឲ្យរស់រានមានជីវិតបន្តទៀតឬក៏ចាប់គេដុតទាំងរស់ រឿងម៉ែធ្មប់សក់សប៉ះមហិទ្ធិរិទ្ធលោកតាអេសីនៅក្នុងភូមិដាច់ស្រយាលមួយដែលមិនសូវមានមនុស្សរស់នៅប៉ុន្មាននោះទេដោយសារតែភូមិនេះនៅឆ្ងាយដាច់ពីគេពិបាកក្នុងការធ្វើដំណើរទៅមកហេតុនេះហើយបានជាមិនមានមនុស្សចូលមករស់នៅបន្តហើយពួកអ្នកស្រុកទាំងនោះមានជំនឿទៅលើការសែនព្រេនដើម្បីទទួលបានទឹកភ្លៀងសម្រាប់ធ្វើផលដំណាំម៉ែវាមើលចុះផលដំណាំរបស់យើងនៅឆ្នាំនេះគឺល្អខ្លាំងណាស់ម៉ែវាអើយ ពិតមែនហើយពុកវាផលដំណាំរបស់យើងឆ្នាំនេះពិតជាល្អខ្លាំងណាស់ហើយខ្ញុំក៏នៅសង្ឃឹមថាឆ្នាំក្រោយៗពួកយើងនៅតែអាចទទួលបានផលល្អជាបន្តបន្ទាប់ទៀតទៅចុះ បើតាមខ្ញុំប៉ាន់ស្មានណានៅឆ្នាំនេះពួកយើងប្រហែលជាអាចទិញគោក្របីបានច្រើនក្បាលហើយមើលទៅ ចាំតែមើលចុះណាតែ2-3ឆ្នាំទៀតពួកអ្នកស្រុកអ្នកភូមិយើងប្រកាសជាមានជីវភាពល្អប្រសើរគ្រប់គ្នាហើយ ពិតមែនហើយម៉ែវានិយាយអញ្ចឹងថ្ងៃដូចជារះខ្ពស់ណាស់ហើយតោះពួកយើងគិតត្រឡប់ទៅផ្ទះវិញឥឡូវនេះតែម្ដងទៅអី ហើយពុកវាឯងគិតថាទៅផ្ទះឥឡូវនេះមែនទេបើអញ្ចឹងចាំខ្ញុំតិចណាខ្ញុំនឹងរកមើលបន្លែមួយកន្ត្រកគ្រាន់នឹងយកទៅផ្ញើអ្នកនួនផង មិនដឹងជាស្អីទេម៉ែវាឯងនេះទៅណាមកណាក៏មិនដែលភ្លេចដែរអារបស់ដែលផ្ញើអ្នកនួននោះនៅពេលនោះមីងសុកក៏បានរកមើលបន្លែនៅក្នុងចំការរបស់គាត់បានមួយកន្ត្រករួចគាត់ក៏ត្រឡប់មកវិញ តោះពុកវាត្រឡប់ទៅផ្ទះវិញតែម្ដងទៅ នៅពេលនោះអ្នកទាំងពីរក៏បានធ្វើដំណើរត្រឡប់មកក្នុងភូមិវិញមកអ្នកអើយអញ្ជើញអង្គុយលេងសិនមកហើយចុះនេះមកពីណាពីណីហ្នឹងបានជាមានទាំងបន្លែទាំងអីផងនេះបាទលបងខ្ញុំទើបតែមកពីចំការមិញនឹងឯងហើយក៏ឆ្លៀតយកបន្លែបន្តិចបន្តួចហ្នឹងមកផ្ញើលបងហើយនឹងអ្នកនួននឹងណា នេះខ្ញុំអរគុណអ្នកសុកនឹងលោកបងច្រើនហើយឃើញថាអ្នកទាំងពីរទៅណាមកណាមិនដែលភ្លេចរបស់យកមកផ្ញើខ្ញុំទេអូមិនអីទេអ្នកអើយវាជារបស់បន្តិចបន្តួចវាគ្មានអីធំដុំទេ និយាយអញ្ចឹងផលដំណាំរបស់អ្នកឆ្នាំនេះយ៉ាងម៉េចដែរល្អខ្លាំងទេអ្នកអូផលដំណាំរបស់ខ្ញុំឆ្នាំនេះមិនអីទេលបងស្រែស្រូវអីហ្នឹងវាដុះល្អខ្លាំងណាស់លបងអើយខ្ញុំគិតថាបើសិនជាអាចធ្វើស្រូវកើត2-3ឆ្នាំបន្តបន្ទាប់ទៀតនោះខ្ញុំនឹងបន្តចិញ្ចឹមសត្វគោក្របីឲ្យបានច្រើនព្រោះពេលខ្វះខាតលុយកាក់អីណាស្រួលយើងនឹងដោះដូរជាលុយកាក់បានខ្លះពិតមែនហើយលបងលបងគិតនេះពិតជាត្រឹមត្រូវហើយបើលបងឯងចិញ្ចឹមសត្វបានច្រើនណាស្រួលពេលដែលខ្ញុំខ្វះខាតប្រាក់អីខ្ញុំនឹងទៅសុំខ្ចីពីលបងឯងបានខ្លះ ហើយចុះវាមានទៅស្អីលបងនឹងខ្ញុំណាក៏សុទ្ធតែជាអ្នកចិត្តខាងនឹងគ្នាតើបន្ទាប់ពីនិយាយគ្នារួចពួកគាត់បានបំបែកគ្នាទៅផ្ទះរៀងខ្លួនអូនណាគ្រួសាររបស់យើងឥឡូវនេះខ្វះខាតខ្លាំងណាស់ពួកយើងធ្វើផលដំណាំក៏មិនសូវកើតដូចគេដីចំការរបស់ពួកយើងក៏មានតិចហេតុដូច្នេះហើយពួកយើងមិនអាចហូបគ្រប់គ្រាន់នឹងគេទេអូន ឥឡូវនេះអង្គរបស់យើងអស់ហើយបងតើថ្ងៃនេះយើងបានអីយកមកដាំបាយហូបទៅ មិនអីទេអូនចាំបងទៅរកខ្ចីអ្នកចិត្តខាងរបស់យើងបាន2-3កំប៉ុងទុកគ្រាន់ហូបមួយរយៈសិនចុះ ចាបងស្រេចតែបងចុះនេះបើសិនជាអាចខ្ចីគេបានវាមិនអីទេតែអូនខ្លាចក្រែងគេមិនឲ្យយើងទៅដឹងបង មិនអីទេកែសអូនបងគិតថាអ្នកចិត្តខាងរបស់យើងប្រហែលជាគាត់មិនចិត្តកំណាញ់អីនោះទេអូនត្រឹមតែអង្គ2-3កំប៉ុងប៉ុណ្ណឹងនោះនៅពេលនោះវុត្រាក៏បានដើរមកដល់ផ្ទះរបស់មីងសុក ហើយតែណាទៅណីដែរនឹងក្មួយបានជាម៉ោងថ្មនេះមកដល់ផ្ទះមីងបាត់ទៅហើយនេះ មីងខ្ញុំមានការចង់ពឹងមីងបន្តិច មានការអីក៏ឆាប់និយាយមកចុះក្មួយបើសិនជាមីងអាចជួយឯងបានមីងប្រកាសជាជួយហើយ ខ
គឺខ្ញុំចង់មកខ្ចីអង្គមីងបាន2 3កំប៉ុងបានទេមីង នេះមីងប្រាប់ឯងម្ដងទៀតណាកុំភ្លេចយកមកសងមីង